trong hiền bậc cái bồn tái admin motivation nó không ca keep tư hiền được gọi ha hiền chẳng từ chẳng nhung men gột nhú xem mẹ nẹo khné để có trong ai productivity nó không ca hiền bỏ dương nó increase tu bay nẹo khné mẹ làm phát sao cái nhung cứ chỉ living proof mình được nhung mà châu chặt riêng tỷ hay nhung có đai mẹ làm thao ui like excited nó không ca hiền academically này mình tay nhung tay để chốt chay nó không ca hiền bỏ nhung là hột nhung always ban straight A là hột vậy tới nẹo khné mơ mình nhung nó đôi nhung nó mẹ mình được châu chặt hiền này nhung chưa mà rồi lên rồi mình tay nhung always belong ជាប់ឬក៏ថាជាប់ like academic success ហ្នឹងច្រើនអញ្ចឹងខ្ញុំឲ្យ tip ទី1អ្នកគ្នាត្រូវមានគោលដៅឧទាហរណ៍ណាឥឡូវសម្រាប់អ្នកទី12ឬក៏អ្នក college ក៏ដោយត្រូវមានគោលដៅថាខ្ញុំចង់បាន A សម្រាប់មុខវិជ្ជាមួយនឹងបន្ទាប់មកត្រូវសួរខ្លួនឯងថាហេតុអីបើខ្ញុំចង់បាន A សម្រាប់មុខវិជ្ជាមួយនឹងនៅពេលដែលអ្នកគ្នារកឃើញថាមូលហេតុដែលខ្ញុំចង់បាន A សម្រាប់មុខវិជ្ជាមួយនឹងព្រោះនៅពេលអនាគតទៅវាអាចនឹងប្រើនៅក្នុងអនាគតរបស់ខ្ញុំឬមួយក៏អនាគតទៅខ្ញុំអាចរកលុយបានច្រើនហើយនៅពេលដែលខ្ញុំរកលុយបានច្រើនខ្ញុំអាចដើរលេងបានច្រើនអាហ្នឹងខ្ញុំឧទាហរណ៍ខ្ញុំជាក់ស្ដែងព្រោះមនុស្សខ្ញុំជួយចិត្តដើរលេងច្រើនទោះបីជាចង់ក៏ដោយក៏ត្រូវតែខំរៀនដែរព្រោះវាគឺជារឿងដែលគួរធ្វើហើយគួរត្រូវតែធ្វើតែហ្មងទី2គឺតាក់ទងជាមួយនឹង tip នៅក្នុងការរៀនដូចអ្នកគ្នារៀនណា subject មួយគេមានការប្រឡងនឹងផ្សេងគ្នាឧទាហរណ៍គណិតគឺប្រឡងតាក់ទងជាមួយនឹងការ calculation ច្រើន like ធ្វើលេខច្រើនតែពេលតាក់ទងជាមួយខ្មែរអញ្ចឹងទៅតាក់ទងជាមួយនឹងរឿងច្រើនអញ្ចឹងអ្នកគ្នាត្រូវទៅមើលថាពេលដែលគ្រូតេស្តយើងគាត់តេស្តយើងលើអីគេអញ្ចឹងផ្ដោតទៅលើអ្វីដែលគាត់តេស្តយើងហ្នឹងអាហ្នឹង it's my sound so like ទៅរៀនដើម្បីឲ្យតែបានបន្ទុកប៉ុន្តែអាហ្នឹងក៏ជា trick មួយដែរដែលអ្នកគ្នាត្រូវដឹងថាខ្ញុំទៅប្រឡងគ្រូនឹងប្រឡងខ្ញុំអីគេអញ្ចឹងខ្ញុំត្រៀមខ្លួនទុកជាមុន trick ទី3ហ្នឹងខ្ញុំតែងតែប្រើថាបើខ្ញុំអត់រៀនទេតែខ្ញុំធ្វើអី like សួរខ្លួនឯងវិញបើសិនជាឥឡូវហ្នឹងខ្ញុំអត់រៀនទេខ្ញុំអត់ធ្វើអីបើខ្ញុំអត់រៀនខ្ញុំមានតែ scroll ទូរស័ព្ទហើយ scroll ទូរស័ព្ទហ្នឹងបានន័យអីអត់វាអត់មានបានប្រយោជន៍អីវាបានតែអារម្មណ៍សប្បាយប្រាវអញ្ចឹងទៅហើយស្អែកឡើងប្រឡងធ្លាក់អីអញ្ចឹងទៅអញ្ចឹងអាហ្នឹងរៀង emotional អ្នកគ្នាត្រូវរៀនសួរខ្លួនឯងថាបើសិនជាខ្ញុំអត់រៀនទេតែខ្ញុំធ្វើអីគេប៉ាម៉ាក់របស់ខ្ញុំចំខ្ញុំមកដើម្បីឲ្យតារៀនហ្នឹងហើយបើខ្ញុំគ្រាន់តែរៀនប៉ុណ្ណឹងខ្ញុំរៀនអត់បានផងតែខ្ញុំធ្វើអីគេ3 trick ហ្នឹងគឺខ្ញុំតែងតែប្រើនៅក្នុងការរៀនរបស់ខ្ញុំអញ្ចឹង trick ទាំង3ហ្នឹងណាទោះចង់ក៏ខ្ញុំត្រូវតែឡើងទៅរៀនដែរហើយនៅពេលដែលខ្ញុំឡើងទៅរៀនខ្ញុំដឹងថាខ្ញុំត្រូវធៀមខ្លួនមិនដើម្បីប្រឡងអញ្ចឹងនៅពេលដែលប្រឡងចេញមកគឺខ្ញុំតែងតែ score like high រហូតអញ្ចឹង thank you so much for you guys and hope អ្នកគ្នាមានតែរឿងល្អៗចូលមកជីវិតអ្នកគ្នាកាន់តែច្រើន bye bye